សួស្តីអ្នកទាំងអស់គ្នាតើឥឡូវយើងទៅបន្តរឿងយើងទៀតមកណាគ្នាចូលនិយាយអីវែងឆ្ងាយច្រើនណាពួកគេរវល់មើលមេរៀនចឹងទៅគេអត់បានជួយបញ្ចូលសម្លេងចឹងadminបញ្ចូលខ្លួនឯងadminស្រេះនឹងការទិញមេរៀនខ្លាំងពេកក៏មកបញ្ចូលម្លេងណាតោះឥឡូវយើងទៅបន្តភាគយើងទីគ្រាន់តែបើកភាគនឹងមកយើងក៏បានឃើញអ្នកបម្រើគេមកទូទាស់នៅស្នំកណ្ដាលអ្នកទាំងអស់គ្នាខ្ជិលនិយាយថាគ្នាយើងខ្ជិលណាហើយដល់ពេលហ្នឹងនិយាយពេលអ្នកបម្រើហ្នឹងក៏បាននិយាយថាមានហើយខ្ញុំបានឃើញស៊ូស៊ីលបួងអន្តរជាតិដោយគ្មានភាពអៀនខ្មាស់អ្វីទាំងអស់ហើយជាពេទ្យស្នំហ្នឹងក៏បាននិយាយថាតើអ្វីដែលអ្នកទើបតែនិយាយនេះជាការពិតទេហើយដល់ពេលហ្នឹងជាពេទ្យអ្នកបម្រើក៏បាននិយាយថានៅក្នុងថ្ងៃដ៏ធំទូលាយនេះខ្ញុំមើលឃើញដោយថ្មីរបស់ខ្ញុំផ្ទាល់ហើយជាពេទ្យស្នំហ្នឹងក៏បានស្រែកថាស្លាប់ហើយគួរឲ្យអស់សំណើចណាស់អ្នកកំពុងតែនិយាយមិនសមរម្យហើយជាពេទ្យហ្នឹងក៏បានគិតក្នុងចិត្តថាក្នុងរយៈពេលជាច្រើនឆ្នាំដែលខ្ញុំនៅក្នុងរាជវាំងព្រះចៅអធិរាជមិនដែលយាងមកដំណាក់ខ្ញុំទេហើយឥឡូវនេះគាត់បានចំណាយពេលជាមួយហ៊ូស៊ីស្រីម្នាក់មកពីនគរមួយផ្សេងទៀតតើគាត់កំពុងព្យាយាមធ្វើឲ្យខ្ញុំខ្មាស់អៀនមែនទេហើយយពេនឹងក៏បាននិយាយនឹងគ្នាចាប់នឹងការគិតរបស់យពេហ្នឹងហើយពីព្រោះអ្នកចង់ឲ្យខ្ញុំបង្រៀនស៊ូស៊ីនោះនៅមេរៀនមួយក្នុងចំណោមលោកស្រីដ៏ថ្លៃថ្នូរតើអ្នកកំពុងប្រាប់ខ្ញុំរឿងទាំងអស់នេះមែនទេហើយយពេអ្នកបម្រើនឹងនិយាយទាំងយកខ្លួនថាខ្ញុំមិនហ៊ានទេលោកស្រីខ្ញុំមិនដឹងអ្វីទាំងអស់វាជាជំរឿនរបស់ខ្ញុំផ្ទាល់ក្នុងការប្រាប់អ្នកពីរឿងនេះដើម្បីឲ្យអ្នកអាចធ្វើអ្វីមួយអំពីវាភរិយាច្បងដ៏ថ្លៃថ្នូរហើយយពេអ្នកបម្រើនឹងក៏អោនគោរពយពេស្នំនឹងហើយក៏បាននិយាយថាសូមអរគុណលោកស្រីទី1ដ៏ថ្លៃថ្នូរហើយយពេស្នំក៏បាននិយាយថាខ្ញុំចង់ដឹងថាតើកូនស្រីរបស់យើងនេះមានល្បិចអ្វីខ្លះនៅលើដៃរបស់នាងនៅកាន់តំបន់ព្រះច័ន្ទភ្លឺស្វាងបឺសៀននេះគឺជារាជដំណាក់របស់កូនស្រីរបស់យើងណាគ្នាadminបកមកចឹងadminនិយាយចឹងណាកុំប្រកាន់adminអីហើយឥឡូវយើងកាត់មកកន្លែងអន្តរជាតិរបស់យើងណាអ្នកគ្នាហើយដល់ពេលហ្នឹងអបិយ៉ាងជីឆាននឹងគឺត្រូវបានអន្តរជាតិរបស់យើងនឹងគឺដាល់មួយដៃចំក្បាលពពផិនណានហើយហើយឥឡូវយើងតទៅរឿងយើងទៀតហើយអបិយ៉ាងជីឆាននឹងក៏បាននិយាយថាអូយខ្ញុំគ្រាន់តែកំពុងសប្បាយទេអន្តរជាតិផ្ដាច់ការហើយដល់ពេលអន្តរជាតិយើងបានប្រាប់ថាប្រាប់ខ្ញុំពីអ្វីដែលអ្នកចង់និយាយមកឈីឆានហើយអន្តរជាតិរបស់យើងក៏បាននិយាយតទៀតថាតើអ្នកអាចប្រាប់ខ្ញុំបានទេថានាងកំពុងរងបណ្ដាសាប្រភេទណាស៊ីឆានហើយអបិស៊ីឆានក៏បាននិយាយថាជាអកុសលខ្ញុំមិនអាចទេខ្ញុំមិនមែនជាមនុស្សដែលមានចំណេះដឹងច្រើនតែបំផុតទេសេរីនៅពេលនេះនិយាយអំពីបណ្ដាសាបបិទ្ធព្រះអង្គដ៏ចម្រើនតើព្រះអង្គចង់ដឹងខ្ញុំខ្លាចថាព្រះអង្គនឹងត្រូវនាំលៀនមកវិញលៀននឹងណាគេអត់មានអ្នកដឹងទេចាំដោយសារតែសាច់រឿងបានប្រាប់ផងហើយអត្រេករបស់យើងក៏បាននិយាយថានោះមិនចាំបាច់ទេវាមិនអីទេហើយក៏បាននិយាយទៀតថាវ៉ាញ់ឆាន់ដឹកនាំក្រុមទៅកាន់នគរចេនហើយស្វែងយល់ថាតើមានអ្វីកើតឡើងឬអត់យើងត្រូវតែទទួលបានការយល់ដឹងខ្លះៗអំពីអ្វីដែលពួកគេបានធ្វើហើយពេលនោះកូនចៅរបស់អន្តរជាតិរបស់យើងក៏បានចូលមកហើយអន្តរជាតិរបស់យើងក៏បាននិយាយវិជាទៅកាន់ពីនឹងថាហើយយើងឲ្យមនុស្សរបស់អ្នកឈរយាមនៅកន្លែងព្រះច័ន្ទភ្លឺថាខ្ញុំចង់ស្ដាប់នាងគ្រប់ចលនាអាយ៉ាអន្តរជាតិរបស់យើងជាខេតានេះហើយដល់ពេលពីនឹងក៏បាននិយាយថាទូលបង្គំយល់ហើយព្រះចៅអធិរាជហើយកូនចៅរបស់គាត់នឹងក៏បានហោះចេញទៅកន្លែងនេះមានសុំកាត់ខ្លះហើយដោយសារតែមានខ្ជិលចៃឆោតខ្លាំងពេកហើយឡើង
Vậy nha cái chân năng vậy tất cả các trẻ dương số thả trẻ dương bông lấy sạc mẹ này với chun con chào bồi có năng thử đồng nặng bỏ con dạy bây giờ tao với bà chăn bay tê men rồi nên tiếp đồng buôn ban chia mọc đi chụp em ta nè cũng bấm thà niềm ai thừa với ban tê hai ác trẻ bây giờ như vậy tiếng một cái nhậm tịch tịch tha ha niềm ai thừa với ban chăn chia với đây nè không bông đồng hai bây giờ chẳng có ban chỉ tha bên tai xin ông san năng á các bạn riêng tao thầm nạo bọt tụi cô dạy hai lần điนึกออกนี่อาจสูบวิดีโออ่านเมื่อวานเนาะมันก็จะสบายนี่สินะไอ้เรื่องยังกันว่าดำหนักคนใส่ไปเยอะกว่าหาดอกไปนั่งกับบางเคยนำเราบ่ยายแปะสนองนั่งหมดแทบทุกเวลาดำหนักคนใส่บ่เยอะหลังcái thơ cáiคลางcáiนั่งáหาดอกไปนั่งนำเราบ่คนใส่เยอะนั่งกับบางกันจับท่านู้มันดับเนาเชียดำหนาวตัวสนากันมาตะเพียบเต้hai mình cho phá là tụi nó cái tiền mình cứ chưa co chứ rồi mình chạy ở sau lưới thế na cũng cái này mình hay là dân to sẽ dân tiết hai năm ra được con xây dựng xong có rộp hẹ gì thì mùi đã thay thế đâu hai giờ phải xem nó các bạn chạy tha không dòng này về lẹ đỏ bay chuông phó nè đòi và tầm mẹ là bọc nhầm xôm ối ở một cha được bọc nè đỏ con cú được bọc nè chanh một số sập tục nhầm phong hai năm ra mà con xây vậy nó các bạn chạy tha nè tụi ở kia trâu rô chăm nơi bên tục từ tuột nhiều mùi rầy dạ điên cọp bông nè điên đừng cọp bông một đo không về chập chập đi hai giờ phải nó các bạn chạy tha mặt đầy tê nhom đừng rô chăm hai cọ đa tê còn lại tục chụp nhiều hai năm ra mà con xây bao giờ nó các bạn đa tụi bạn bay mông nào kia đầm bậy đa con xây giờ ở tụi chụp chỉ phải mà nè năng nhẹ lang lục say hai conใส่ bao giờ vậy tao mà mày mà tha tao mẹ đường vậy cạt lang hai giờ phải xong nó các bạn chụp đài nó là xin các bạn conใส่ bao giờ hai các bạn vậy tha nè các bạn mẹ phía một lên cái năm là bồn mòn một đòn hai sân năm thì mỗi ba một đòn hai khi mẹ là rómมันแต่ดำใบตัวสนะcái đi cáiนี้เหมือนแม่เจดำน้ำตัวสนะcáiแต่ตาเนี่ยกระทะดอสไลเรื่องนี้บานเต้conใส่ bao giờ các bạn phải nhập ha hai conใส่ bao giờ các bạnจะทำวิบันเมนปัญหาแต่บอกขยมอาจดอสไลเบียบานขยมตลอดจมเรียบส่วนเนียงเรื่องเตียงบัวนั่งมันอายตู้ลาวบานลายhai conใส่ bao giờ นั่งกับบ้านกับน้องจะท่าประเด็นที่ประมวลมาปรับขยมท่าประเด็นเสดได้เชียเนี่ยมันเนี่ยยังตีมวยคือเชียมันดูมันเนี่ยขนมจมน้องมันดูได้เมียนอมนาหอมพอดแล้วขนมขนาดนี้ในประเทศจีเวียงvì pro neo miên định dụរដ្ឋមន្ត្រីនៅខាងមុខហើយកូនស្រីរបស់យើងនឹងក៏បាននិយាយថាតោះគាត់តែកូនស្រីយើងមកដល់កន្លែងខ្ញុំរៀងហ្នឹងដល់ពេលហ្នឹងគេបាននិយាយថាអ្នកនាងគឺនាងនៅទីនេះហើយកូនស្រីរបស់យើងនឹងក៏បានជំរាបសួរទៅកាន់ម្នាក់ស្រីហ្នឹងណាជើងហៅទៀតហត់គាត់បានលើបែបហ្នឹងជាបិសាមហ្នឹងក៏បានក្តាប់អាកៅហ្នឹងឡើងប្រៃហើយក៏បាននិយាយថាអ្នកពិតជាមើលទៅស្អាតណាស់មើលមុខនោះទៅព្រះអើយខ្ញុំច្រណែនណាស់ហើយជាពេលហ្នឹងក៏បានក្នុងចិត្តថាខ្ញុំច្រណែនខ្លាំងណាស់ខ្ញុំអាចលើល្បិចជាមួយអ្នកបានហើយកូនស្រីរបស់យើងក៏បានលើជាពេលស្នាមហ្នឹងក៏បាននិយាយថាភាសាគាត់ណាបាទទៅហើយនេះគឺនៅក្នុងចិត្តនិយាយពាក្យមួយហ្នឹងណាដូច្នេះអ្នកនឹងមិនអាចបង្ហាញមុខរបស់អ្នកនៅចំពោះមុខខ្ញុំបានទេហើយកូនស្រីរបស់យើងក៏បាននិយាយថាអ្នកពិតជាចិត្តល្អពេកហើយលោកស្រីទី1និយាយពេលហ្នឹងគ្មានចិត្តល្អអីទេកូនណាណអេមីននិយាយតហូតពីមកហើយនិយាយពេលហ្នឹងបានធ្វើឲ្យជ្រុះកៅគ្រឿងបាត់ឯហ្នឹងតែបងប្អូនគ្នាគាត់ឃើញប៉ុណ្ណឹងដឹងថាយេប៉ិនឹងចង់ធ្វើបាបកូនស្រីយើងជឿអត់ហើយយេប៉ិឆ្នោតក៏បាននិយាយថាអូខ្ញុំសូមអភ័យទោសខ្ញុំមិនបានមានចិត្តនៃដូចនេះឆ្នេះទេអូនចង់ចាញ់ហើយយេប៉ិនឹងក៏បាននិយាយតទៅថានេះជាអំណោយតូចមួយដែលខ្ញុំបានយកមកជូនអ្នកហើយកូនស្រីរបស់យើងនឹងក៏បាននិយាយអរគុណទៅហើយដល់ពេលយេប៉ិនឹងក៏បាននិយាយថាអូខ្ញុំស្ទើរតែភ្លេចហើយខ្ញុំមានអំណាចខ្ពស់ជាងអ្នកគួរតែផ្ដល់ការគោរពមួយចំនួនដែលសមរម្យមកខ្ញុំហើយកូនស្រីរបស់យើងក៏បាននិយាយថាទង្វើនៃការគោរពខ្ញុំវិលមកណាហើយជាពេលហ្នឹងក៏បាននិយាយថាជាការពិតណាស់វាគឺជាអំណោយរបស់អ្នកឆាប់លុតចង្កងរបស់អ្នកភ្លាមហើយដល់ពេលហ្នឹងវាមហាទាំងពីរហ្នឹងក៏បានចាប់កូនស្រីរបស់យើងហ្នឹងគឺឲ្យលុតចង្កងឡើងឈាមចង្កងហ្នឹងអ្នកគ្នាអើយហើយស្អីរឿងរបស់យើងក៏បានចាប់ប៉ុណ្ណឹងដែរបើចង់ដឹងថាភាគក្រោយទៅជាយ៉ាងណាកុំភ្លេចតាមដានទស្សនាទាំងអស់គ្នា